ខ្ញុំឈ្មោះអៀមសរិនបច្ចុប្បន្នជាអាបារងក្រុងព្រះសីហនុខេត្តព្រះសីហនុហើយក៏ជាឪពុករបស់សិស្សឈ្មោះអៀមរទ្ធីដែលបច្ចុប្បន្នកំពុងតែសិក្សានៅសាលា SAI ខេត្តព្រះសីហនុយើងនេះបាទសម្រាប់រទ្ធីដែលបានចូលរៀននៅសាលា SAI នេះគឺទីមួយដែលខ្ញុំឃើញថាមានកម្មវិធីសិក្សាច្រើនបាទហើយរៀនពេញក្នុងមួយថ្ងៃពីព្រឹកខ្ញុំឃើញថាតាំងពីម៉ោង7កន្លះរហូតដល់ម៉ោង12គឺគាត់សិក្សាហើយសម្រាប់តែពេល1ម៉ោងទេហើយម៉ោង1រហូតដល់ម៉ោង5រហូតដល់ម៉ោង6អញ្ចឹងសម្រាប់ខ្ញុំដែលជាអាណាព្យាបាលគឺចង់ឲ្យកូនចូលសាលាឲ្យបានច្រើនជាងនៅផ្ទះបាទសម្រាប់ប្រធាននៅពេលដែលគាត់មករៀននៅសាលា SAI នេះគឺវាមិនខុសពីសាលាដែលគាត់ធ្លាប់រៀនកន្លងមកទេក៏ប៉ុន្តែសង្កេតឃើញថារាល់ការទំនាក់ទំនងហើយការសិក្សារបស់គាត់មានផ្លែច្រើនដូចថាពេលសិក្សារបស់គាត់គឺពេញច្រើនដែលគាត់មិនអាចថាឆ្លៀតពេលទៅណាក្រៅបានអញ្ចឹងខ្ញុំពេញចិត្តនៅកម្មវិធីសិក្សាដែលមានកម្មវិធីដែលពេញសម្រាប់ពួកគាត់ពាក់ព័ន្ធកម្មវិធីសិក្សារបស់កូនគឺខ្ញុំផ្ដោតទៅលើជាសាស្ត្រពិតដែលគាត់បានពិគ្រោះជាមួយខ្ញុំដែរហើយទោះថាបច្ចុប្បន្នគឺភាសាគណិតគាត់មានការខ្សោយតិចមែនក៏ប៉ុន្តែគាត់ដឹងពីកម្រិតនៃការសិក្សារបស់គាត់អញ្ចឹងខ្ញុំគាំទ្រនៅកម្មវិធីរបស់លោកគ្រូអ្នកគ្រូក៏ដូចជាសាលាដែលបានរៀបចំសម្រាប់រដ្ឋាភិបាលបន្ថែមទៀតសម្រាប់អកប្បកិរិយារបស់រដ្ឋាភិបាលខ្ញុំសង្កេតឃើញថាឥឡូវផ្លែកទៅថាអាយុរបស់គាត់ទៅ15ឆ្នាំអញ្ចឹងអ្វីដែលគាត់ត្រូវទទួលគឺគាត់ត្រូវការអ្វីដែលផ្លែកថ្មីក៏ប៉ុន្តែនៅពេលដែលគាត់មានវត្តមាននៅសាលានេះច្រើនហើយគាត់ទទួលបានការអប់រំណែនាំពីលោកគ្រូអ្នកគ្រូបន្ថែមរដ្ឋាភិបាលឃើញថាមានការផ្លែកច្រើនហើយគាត់មានការយល់ដឹងច្រើនដែលខ្ញុំចាំបាច់ត្រូវតែជំរុញកូនទោះថាយើងមិនមានពេលគ្រប់គ្រាន់នៅផ្ទះជាមួយគាត់ក៏ប៉ុន្តែយើងនៅតែជំរុញគាត់ឲ្យមកសាលាដើម្បីធ្វើម៉េចទទួលយកនៅទាំងចំណេះដឹងទាំងការអប់រំទាំងការងារផ្សេងដែលសាលាបានដាក់ជូនបាទខ្ញុំនៅតែមានមោទនភាពហើយគាំទ្រសាលាជានិច្ចព្រោះមិនទៅថ្មីនេះគឺរដ្ឋាភិបាលបានចូលសាលា SAI ហ្នឹងកាត់តាំងពីគាត់នៅវ័យក្មេងហើយនឹងគាត់រៀនទាំងភាសាមានទាំងភាសាអង់គ្លេសហើយរហូតដល់ឥឡូវគឺមកចាប់យកនៅចំណេះទូទៅនៅទីនេះហើយខ្ញុំនៅតែបន្តសកម្មភាពដែលសាលាបង្កើតក៏ដូចជាក្នុងវិស័យសិល្បៈឥឡូវនេះថ្មីហ្នឹងគឺថាក្នុងសប្តាហ៍ក្រោយនេះអាចថារដ្ឋាភិបាលនឹងចូលកម្មវិធីសិល្បៈជាពិសេសគឺដូចលេងតន្ត្រីជាដើមបាទខ្ញុំក៏នៅតែចង់ឲ្យអាណាព្យាបាលសិស្សទាំងអស់គាត់ពិនិត្យមើលសាលាបាទទាំងកម្មវិធីសិក្សាទាំងការរៀបចំម៉ោងសិក្សាក៏ដូចជាឃើញថាកន្លែងនៅនេះទីនេះគឺសមរម្យស្អាតល្អហើយមានការយកចិត្តពីទុកដាក់ពីគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងទីនេះផងដែរអញ្ចឹងសូមអាណាព្យាបាលទាំងអស់អាចថាឆ្នាំនេះឥឡូវយើងបានមិនទាន់មានកូនប៉ុន្តែឆ្នាំក្រោយអាចជំរុញឲ្យកូនមកសាលានេះដើម្បីធ្វើម៉េចទទួលនៅថ្នាក់ម្ដងម្ដាលហើយមានការទទួលខុសត្រូវទាំងសុខសុវត្ថិភាពបាទជូនដល់កូនរបស់អស់លោកស្រីទាំងអស់